អាយុដំចាយបរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដំបែខេត្តត្បូងឃ្មុំអញ្ជើញសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបឆ្នាំ2025នៅស្រុកដំបែខេត្តត្បូងឃ្មុំនាថ្ងៃទី6ខែតុលាឆ្នាំ2025ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាឯកឧត្តមហុកពេជ្រហោះអភិបាលរងតំណាងឯកឧត្តមប៉ែនកុសលអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដំបែអាជ្ញាធរដែនដីលោកគ្រូអ្នកគ្រូយ៉ាងច្រើនកុះករឯកឧត្តមរដ្ឋមន្ត្រីចាយបូរិនបានគូបញ្ជាក់ថាវិស័យអប់រំគឺជាវិស័យអាទិភាពហើយក្មួយៗគឺជាទំពាំងស្នងឫស្សីដ៏មានគុណភាពដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍកាន់តែរីកចម្រើនស្របទៅនឹងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតដែលតែងតែយកចិត្តទុកដាក់និងចាត់ទុកវិស័យអប់រំដែលជាវិស័យអាទិភាពក្នុងការបង្កើតធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសជាតិនិងចូលរួមអបអរសាទរជាមួយក្មួយៗសិស្សានុសិស្សជ័យលាភីដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិសម្រាប់ឆ្នាំសិក្សា2025ឯកឧត្តមរដ្ឋមន្ត្រីសូមកោតសរសើរនិងថ្លែងអំណរគុណដល់មាតាបិតាអាណាព្យាបាលសិស្សដែលតែងតែជំរុញលើកទឹកចិត្តអប់រំកូនក្នុងការសិក្សារៀនសូត្រគប់ផ្សំនឹងការយកចិត្តទុកដាក់ខិតខំបង្ហាត់បង្រៀនអប់រំទូន្មានណែនាំពីសំណាក់លោកគ្រូអ្នកគ្រូជាពិសេសក្មួយៗបានប្រឹងប្រែងខិតខំរៀនសូត្រដោយខ្លួនឯងទើបបានទទួលលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះស្របទៅនឹងពាក្យស្លោករបស់ក្រសួងអប់រំយុវជននិងកីឡាអ្នកចេះគឺជាប់ក្មួយៗជាសិស្សានុសិស្សជាយុវជនដែលជាទំពាំងស្នងឫស្សីសម័យសន្តិភាពសម្ដេចតេជោហ៊ុនសែនហើយបានបន្តមកសម័យអភិវឌ្ឍសម្ដេចធិបតីហ៊ុនម៉ាណែតពិតជាមានសំណាងណាស់ដែលមានឱកាសសិក្សារៀនសូត្រយ៉ាងទូលំទូលាយក្រោមម្លប់សន្តិភាពដើម្បីយកចំណេះដឹងទៅអភិវឌ្ឍខ្លួនឯងគ្រួសារនិងសង្គមជាតិឯកឧត្តមចាយបូរិនបានផ្ដាំផ្ញើដល់ក្មួយៗត្រូវប្រកាន់ខ្ជាប់នៅគុណធម៌សីលធម៌ចរិយាធម៌សុជីវធម៌និងអរិយាប័ត្រល្អហើយចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ពិមួកសុវត្ថិភាពនិងជៀសឲ្យឆ្ងាយពីគ្រឿងញៀនកុំប្រព្រឹត្តនៅអំពើខុសច្បាប់នានាដែលនាំឲ្យខូចអនាគតដល់ខ្លួននិងបានជំរុញលើកទឹកចិត្តដល់ក្មួយៗដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិទាំងអស់នៅពេលបន្តការសិក្សានៅមហាវិទ្យាល័យត្រូវផ្លាស់ប្ដូរអរិយាប័ត្រនៃការសិក្សាគឺត្រូវបន្តសិក្សាភាសាជាតិភាសាបរទេសសិក្សាស្រាវជ្រាវតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដើម្បីស្វែងយល់ពីមុខជំនាញដោយរៀនទ្រឹស្ដីបណ្ដាអនុវត្តជាក់ស្ដែងបណ្ដាដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យ Digital AI និងសេដ្ឋកិច្ច Digital ប្រកបដោយប្រសិទ្ធភាពជាពិសេសការអប់រំវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យានៅក្នុងឱកាសអបអរសាទរក្មួយៗសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ2025នៅស្រុកដំបែខេត្តត្បូងឃ្មុំឯកឧត្តមចាយបូរិនបានឧបត្ថម្ភថវិកានិងសម្ភារៈមួយចំនួនដល់សិស្ស6វិទ្យាល័យនៅស្រុកដំបែក្នុងនោះមានសិស្សនិទ្ទេស A 8នាក់និទ្ទេស B 44នាក់និទ្ទេស C 166នាក់និទ្ទេស D 261នាក់និងនិទ្ទេស E 124នាក់និងលោកប្រធានការិយាល័យអប់រំស្រុកលោកនាយករងសាលាចំនួន20នាក់សិស្សានុសិស្សប្រឡងមិនជាប់ចំនួន59នាក់ផងដែរ